សូក្រាតស្រាប់តែអនុវត្តពិតមែនដោយថើបលើរីណាខណៈដែលរីណាក៏បានដល់មុខសូក្រាតភ្លាមដូចគ្នាអូយលេងមែនទែនដល់ច្បាយខ្លួនឯងផងរឿងចៅវាយសង្សារនៅក្នុងគ្រួសារមួយកំពុងតែពោពេញទៅដោយសេចក្តីសុខក៏ស្រាប់តែមានអ្នកចូលមកជ្រៀតជ្រែកបណ្ដាលឲ្យគ្រួសារនេះរកសេចក្តីសុខលេងបានប្រពន្ធទៅដោយប្រពន្ធរីឯប្តីមានប្រពន្ធថ្មីបំភ្លេចប្រពន្ធកូនដែលធ្លាប់លំបាកជាមួយគ្នាកាលពីក្រីក្រលុបពេលមានបានគេក៏មានអ្នកថ្មីដូចគ្នាមីងយ៉ាតជាមួយកូនប្រុសចេញពីផ្ទះដែលធ្លាប់រស់នៅជាមួយប្តីមកនៅផ្ទះផ្សេងដាច់ដោយឡែកពីគ្នាកូនប្រុសដែលមានអាយុទើបតែ5ឆ្នាំបានសួរទៅកាន់ម្ដាយថាម៉ែមិនកំពុកមានប្រពន្ធថ្មីហើយលេងខ្វល់ជាមួយខ្ញុំនឹងម៉ែអញ្ចឹងគាត់មិនអាណិតម៉ែនឹងខ្ញុំទេកូនប្រុសមិនបាច់ទៅនិយាយអ្វីពីរឿងនឹងទៀតទេមានម៉ែនៅហើយកូនមិនអត់ឃ្លានឡើយទោះបីជាម៉ែហត់នឿយប៉ុណ្ណានោះក៏ម៉ែមិនឲ្យកូនអត់បាយចូលពោះឡើយខ្ញុំនៅជាមួយម៉ែខ្ញុំមិនខ្លាចអត់អ្វីហូបទេតែខ្ញុំចង់ដឹងថាពុកមានចិត្តអាណិតដល់កូនដែលនៅតូចដូចជាកូនឬអត់ទៅណោះទៅគាត់ទៅមានប្រពន្ធថ្មីធ្វើឲ្យខ្ញុំត្រូវអត់ឪពុកហៅអញ្ចឹងនោះវាជាកម្មរបស់គេទេណាកូនព្រោះគេចង់យកកូនទៅប្រឡូកនៅក្នុងកម្មលោកីចង់ប្រមូលយកកម្មទាំងនោះទុកសន្សំកូនឯងត្រូវមើលឲ្យហើយណាដាច់ខាតកុំយកគំរូតាមពេលដែលមានប្រពន្ធនោះមិនត្រូវធ្វើអញ្ចឹងទេណាយកប្រពន្ធហើយត្រូវតែស្មោះត្រង់ជាមួយប្រពន្ធកុំក្បត់គេទៅមានអ្នកថ្មីបាទម៉ែខ្ញុំមិនយកគំរូមិនល្អបែបនេះទេល្អណាស់កូនប្រុសម្ដាយ15ឆ្នាំក្រោយមកសូក្រាតធំពេញវ័យអាចធ្វើការចិញ្ចឹមម្ដាយបានហើយគេជាម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ទាខណៈដែលសូក្រាតកំពុងតែជញ្ជូនពងទាជាច្រើនបំរុងលក់ដាក់នៅលើគ្រែរំពេចនោះអ្នកដែលធ្វើការជាមួយខ្លួនបានរត់មកបុកអ៊ីបណ្ដាលឲ្យពងទាក្នុងកញ្ឆេននោះធ្លាក់បែកខ្ចាយងាប់បែកខ្ទេចអស់ហើយមកកាឆេផងមិនពី3គ្រាប់ឯណារត់អត់មើលទៀតហើយបញ្ញាប់ទៅណាមែនទេបានជារត់អត់មើលមុខមើលក្រោយអញ្ចឹងហ៎ខ្ញុំសុំតោះខ្ញុំបញ្ញាប់ពេកមិននេះមានគេប្រាប់ថាហេតុច្បាយហើយខ្ញុំតើបានជាខ្ញុំបញ្ញាប់មករត់ច្បាយអញ្ចឹងនោះមិនបានមើលឲ្យក៏រត់បុកច្បាយតែម្ដងទេរត់បញ្ញាប់ហួសហេតុពេកហើយដើរតាមស្រួលមិនកើតទេអីនៅចម្ងាយនេះសោះមិនប៉ោយប៉ែននឹងកំពុងចាំឯណាសុំតោះណាច្បាយតែពងបែកអស់ហើយច្បាយកុំកាត់ប្រាក់ខែខ្ញុំអីណាបើច្បាយកាត់ប្រាក់ខែខ្ញុំនោះតែខ្ញុំបានអីចាយទេបើអញ្ចឹងឲ្យខ្ញុំធ្វើយ៉ាងម៉េចបើបែកអស់ច្រើនសឹងអីទៅហើយច្បាយអាចយកខ្ញុំកាត់កងជំនួសបានណានិយាយពីស្អីហ្នឹងមកកាត់កងស្អីបើអ្នកដតីលឺគេគិតមិនល្អមកលើពួកយើងជាមិនខានកុំនិយាយស្ដីដូច្នេះម្ដងទៀតឲ្យសោះណាវាមិនព្រោះស្ដាប់ទេខ្ញុំចង់បានន័យថាច្បាយយកខ្ញុំទៅធ្វើការក្នុងផ្ទះពីមួយថ្ងៃសិនទេដើម្បីកាត់កងជាមួយពងទាដែលបែកនេះបើច្បាយចង់កាត់ប្រាក់ខែខ្ញុំនោះខ្ញុំគ្មានអីទៀតទេបើមកគ្រាន់តែមរុះតែប៉ុណ្ណោះណាច្បាយខ្ញុំមិនចេះកាត់កងទេតែថ្ងៃក្រោយត្រូវតែចេះប្រយ័ត្នផងចាច្បាយខ្ញុំនឹងប្រយ័ត្នឲ្យបានច្រើនទៅធ្វើការវិញចុះខ្ញុំចាត់ចែងនៅទីនេះចាអរគុណណាស់ច្បាយរីណាប្រញាប់ចាក់ចេញទៅភ្លាមមានតែម្នាក់ទេតែធ្វើឲ្យខ្ញុំឈឺក្បាលជាងគេតែម្ដងពងទាមកកាឆេបាច់អស់លីងនាពេលរសៀលអ្នកដែលធ្វើការនៅក្នុងកសិដ្ឋានបានចាក់ចេញទៅផ្ទះជាបណ្ដាដូចគ្នាសូក្រាតឈរនៅមុខកសិដ្ឋានឆ្លើយតបលាជាមួយមនុស្សដែលធ្វើការនៅទីនេះស្របពេលជាមួយគ្នានោះម៉ូតូកូនទាមួយគ្រឿងបានជិះមកឈប់ក្បែរគេដោយនារីម្នាក់នោះក៏បានបន្លឺឡើងសួស្ដីបងខ្ញុំមកយកពងមាន់មានបានរៀបចំទុកឲ្យខ្ញុំដែរទេបងរៀបចំទុកឲ្យរួចរាល់ហើយមកទៀងពេលមែនចាំបងទៅយកមកឲ្យចាំតនឹងសិនហើយណាចាបងបញ្ញាប់បន្តិចមកខ្ញុំនឹងបានទៅសម្រាប់បាទចាំបងបញ្ញាប់និយាយចប់ហើយសូក្រិតបានយកពងមាន់មួយកេះមកឲ្យឌីណាណែពងមាន់របស់អូនជិះប្រយ័ត្នផងណាបើបែកទៅវាស្ដាយសុទ្ធតែជពងមាន់ស្រែទៀតកម្រមានណាកុំបារម្ភអីបងខ្ញុំចេះប្រយ័ត្នហើយត្រឹមតែពងមាន់ប៉ុណ្ណឹងសោះខ្ញុំលាសិនហើយណាបាទតាមផ្លូវប្រយ័ត្នប្រយែងផងណាចាឌីណាជិះម៉ូតូចាក់ចេញទៅណែចាប់ខ្ញុំផងកុំចេះតែទៅចោលគ្នាអីណាមនុស្សធ្វើការជាមួយគ្នាសោះស្របពេលដែលរីណាបានស្រែកឡើងបណ្ដាលឲ្យឌីណាដួលម៉ូតូផ្លេតតែម្ដងថាមែនដួលម៉ូតូតល់តែបានដោយសារតារីណាទៀតហើយ
មនុស្សរីណាតែអញ្ចឹងហ្មងមកអូនក្រោកឡើងបែកពងមាន់អស់ហើយ សូក្រាតជួយលើកឌីណានិងម៉ូតូឡើងខណៈដែលឌីណាក៏បានស្រែកចាច់ភ្លាមហើយវាជាកំហុសរបស់នាងដែលឯងធ្វើឲ្យខ្ញុំដួលចាំបាច់អីស្រែកជំទាវដែរនោះធ្វើឲ្យខ្ញុំភ្ញាក់តតែដួលម៉ូតូបែកពងមាន់ខ្ទេចកុំមកបន្ទោសខ្ញុំអីខ្ញុំអត់ដឹងអីផងហ្នឹងខ្ញុំស្រែកហៅមិត្តភក្តិខ្ញុំសោះស្មារតីតិចតែខ្លួនឯងទេបើឯងមិនស្រែកជំទាវខ្ញុំក៏មិនដួលម៉ូតូដែរដួលម៉ូតូដល់ខ្លួនឯងមកបន្ទោសខ្ញុំវិញវាអត់លុយទេហើយតមាត់បានទៀតព្រោះតែវាមិនមែនជាកំហុសរបស់ខ្ញុំផងនោះ បានហើយកុំប្រកែកគ្នាអីចាំបងយកពងមាន់ថ្មីមកជំនួសពងដែលបែកនេះបងទទួលខុសត្រូវទៅចុះកុំឆ្លោះគ្នាមិនលឺសំឡេងខ្លាំងពេកខ្លួនជាស្រីនៅកមុំផងប្រយ័ត្នអត់មាននរណាគេចូលទៅដឹង ធ្វើដូចខ្ញុំអង្គុយចាំដេកចាំតអ្នកចូលទៅដឹងអញ្ចឹងខ្ញុំមិនខ្វល់ទេខ្វល់តែជាមួយលុយទេខ្ញុំលាចវាយទៅផ្ទះសិនហើយនិយាយចាប់ភ្លាមនាងក៏បានចាក់ចេញទៅផ្លេតជាមួយមិត្តរួមការងាររបស់នាងហើយខ្ទើតទៅហើយ ឌីណានេះជាពងមាន់ថ្មីប្រយ័ត្នបែកទៀតណា សំណាងហើយដែលបងឯងជាមនុស្សដែលមានទំនួលខុសត្រូវបែបនេះមិនដូចជាបុគ្គលិករបស់បងឯងសោះ ក្នុងនាមបងជាម្ចាស់បងត្រូវតែមានទំនួលខុសត្រូវឲ្យខ្ពស់បើមិនអញ្ចឹងទេសូម្បីតែមនុស្សដែលធ្វើការជាមួយបងក៏បងមិនអាចគ្រប់គ្រងបានដែរ ចាវាជាការប៉ັດណាស់ខ្ញុំទៅហើយឌីណាប្រញាប់ចាក់ចេញទៅភ្លាមបែរទទួលបានកេះពងថ្មី រីណាតលតែត្រូវថ្នាំខ្លាំងម្ដងហើយទើបអាចត្រឹមត្រូវដូចមនុស្សម្នាក់ខ្លះ រីណាមកដល់ផ្ទះវិញឪពុកដែលជក់បារីពិសាស្រាកំពុងតែសម្រាននៅលើគ្រែមុខផ្ទះដោយរុយចោមរោមក៏មិនខ្ចីបក់ឡើងពុកពិសាស្រាទៀតហើយមានបារីទៀតប្រាប់ឲ្យផ្ដាច់បារីផ្ដាច់ស្រាប្រមាណដងហើយគាត់នៅតែមិនស្ដាប់មានតែផ្កើលើដើមខ្ញុំមិនដឹងថាធ្វើបែបណាទៀតទេមានតែឈប់ផ្ដោះប្រាក់ឲ្យគាត់ហើយបើសិនជាគាត់នៅតែមិនឈប់ទៀតនោះ និយាយស្អីហាឈប់ផ្ដាល់ស្អីយើងជាឪយើងចង់ផឹកស្រាយើងចង់ជក់បរិយវាជារឿងរបស់យើងឯងត្រឹមជាកូនតើឯងគ្មានសិទ្ធអីមកហាមឃាត់យើងទេកុំមកចេះដឹង តែពុកបានយកប្រាក់ដែលយកទៅទិញស្រាទិញបារីនោះគឺជាប្រាក់របស់ខ្ញុំពុកមិនឲ្យខ្ញុំចេះដឹងយ៉ាងម៉េច ឯងសាកតែឈប់លោមើឯងដឹងខ្លួនមិនខានទេយើងចាំឯងតម្រាំតែឯងធំបានប៉ុណ្ណេះឯងគិតថាយើងស្រួលណាស់មែនទេយើងត្រូវការធ្វើការងារធ្ងន់ដើម្បីតែបានប្រាក់ខែឲ្យឯងសម្រាប់ចំអែតកាពះដើម្បីឲ្យឯងបានរៀនសូត្រឯងមិនគិតពីតំណែងបន្តិចទៀតអីហាចេះរកប្រាក់បន្តិចបន្តួចសោះតម្លើងរឹកទៅហើយ បើអញ្ចឹងពុកក៏មិនចង់ឲ្យខ្ញុំចេះផ្ដោះប្រាក់ដែរមែនទេខ្ញុំមិនមែនចេះរកប្រាក់ទិញទួចដំឡើងរឹកទេតែខ្ញុំនិយាយប្រាប់ពុកពីរឿងសូរ៉ានិងបារីគឺមិនល្អបើពុកផ្ដាច់បាននោះលុយដែលខ្ញុំតែងតែផ្ដោះសម្រាប់ពុករៀងរាល់ខែនោះនឹងសល់គង់ហើយមិនអាចទៅណាបានឡើយ យើងចាស់ហើយយើងចង់សោយសុខជាមួយជីវិតវ័យចំណាស់របស់យើងឯងមានតួនាទីស្អីឯងទៅធ្វើនឹងទៅកុំមកបដៅមនុស្សសក់ស្កូវ ខ្ញុំមិនបានបដៅពុកទេខ្ញុំប្រាប់ពុកពីអ្វីដែលមិនល្អសូរ៉ានិងបារីមិនល្អឡើយពិសាទៅមានតែផលប៉ះពាល់ដល់សុខភាពពុកដឹងដែរតែពុកធ្វើបង្អើយណាស់ វាជារឿងរបស់យើងឈឺទៅក៏ជារឿងរបស់យើងឯងមានតួនាទីអីឯងទៅធ្វើនឹងទៅកុំយកពេលរបស់ឯងមកបដៅឪពុកឯងអី ខ្ញុំទៅក្នុងផ្ទះហើយនិយាយជាមួយពុកគឺពិបាកណាស់ យើងចាំឯងតម្រាំតែធំយើងមិនខ្លាចពិបាកផងចុះឯងត្រឹមតែរកលុយកាក់មកចាំយើងវិញវាពិបាកខ្លាំងណាស់អីអញ្ចឹងឈប់ចាំយើងទៅយើងមិនវល់ឯងទេចាំកូនវាហត់ចិត្តមែនមិនដូចចាំឆ្កែឆ្មាទេវាមិនចេះតមាត់បើមានចំណៃដាក់ឲ្យបក់កតុយមកវិញទៀតតែកូនវិញអីចាំវាធំហើយវាដោះស្លាប់ដោះកតុយហើយវាមកបដៅក្បាលឪវាទៀត ខ្ញុំមិនបានបដៅពុកទេខ្ញុំនិយាយជាមួយការបារម្ភរបស់ខ្ញុំចំពោះពុកខ្ញុំមិនមានន័យថាចង់ឈប់ចិញ្ចឹមពុកឡើយខ្ញុំចង់ឲ្យពុកផ្អាកគ្រឿងសារ៉ានិងបារីខ្លះ ទៅក្នុងផ្ទះឲ្យបាត់ទៅ
បាច់ចេះស្ដីថាយើងទេកូនម៉ាក់នេះអីស្ដាយតែម្ដងហើយខំចាំវាតម្រាំតែធំពេលវាធំហត់ចិត្តលើសដើម ខ្ញុំចូលទៅក្នុងហើយពុកកាត់បន្ថយខ្លះក៏ល្អដែរថាចប់ហើយរីណាក៏បានចូលទៅក្នុងផ្ទះតែម្ដង បើដឹងថាវាធំហើយអញ្ចឹងអីយកប្រពន្ធតាំងតែពីយូរបាត់ហើយថាមយកទេខ្លាចគេធ្វើបាបកូនតែកូនធំឡើងពិបាកវិញចង់ធ្វើបាបមកលើឪ សូក្រិតមកដល់ផ្ទះវិញដោយបានឃើញឪពុករបស់គេបានមកសួរសុខទុក្ខម្ដាយដល់ផ្ទះទៀតផងកូនប្រុសពុកកូនមកសួរសុខទុក្ខយើងកូនមិនដែលមកផ្លេតសិនមកណាហើយចាំទៅបន្ទប់របស់កូន ជំរាបសួរពុកមកសួរសុកទុកម៉ែចុះគ្រួសារពុកគេមិនថាអីទេអីគ្រួសារពុកគេមិនថាអីទេគ្រាន់តែពុកមកសួរសុកទុកប្រពន្ធកូនពុកសោះនោះប្រពន្ធកូនស្អីទៀតពុកនឹងម៉ែលេងពាក់ព័ន្ធអីគ្នាហើយម៉ែលេងជាប្រពន្ធរបស់ពុកទៀតហើយពុកយល់តែកូនខឹងពុកតែទោះបីជាយ៉ាងណាក៏កូននៅតែជាកូនប្រុសរបស់ពុកដែរមិនអាចកែប្រែអីបាននោះទេបានខ្ញុំនៅតែជាកូនរបស់ពុកមិនអាចកែប្រែអីបានទេពុកមកនេះមិនមានការអីច្រើនទេពុកគ្រាន់តែចង់មកប្រាប់កូនថាកុំភ្លេចទៅលេងពុកផងណាបើកូនទំនេរពុកបានទៅពិនិត្យសុខភាពពេលនេះពុកមានជំងឺហើយមិនដឹងថាអាចរស់នៅបានយូរមុនពេលកូនប្រុសពុករៀបការមានប្រពន្ធកូននោះទេពុកចង់ឲ្យកូនអាសាទៅអើតពុកផងពុកគ្រាន់តែចង់ឃើញមុខកូនប្រុសដែលពុកបានបោះបង់ចោលនាកាលនោះកាលកូននៅជាកុមារានៅឡើយពុកតែងតែនឹកនាដល់កូននិងម្ដាយរបស់កូនបើពុកនឹកនាដល់ខ្ញុំនិងម៉ែបែបនេះខ្ញុំប្រហែលជាឃើញមុខពុកមកសួរសុខទុក្ខខ្ញុំនិងម៉ែញឹកញាប់រំខានទេតែតាំងពីខ្ញុំនិងម៉ែចាក់ចេញនេះជាលើកដំបូងហើយនៃការសួរសុខទុក្ខរបស់ពុកកូនប្រុសពុកដឹងតែកូនមិនសប្បាយចិត្តចំពោះរឿងទាំងនោះតែវាក៏ឡងហួសផុតយូរហើយឲ្យពុកសុំទោសកូនផងណាពុកធ្វើខុសហួសទៅហើយពុកមិនដឹងថាមានអ្វីមកជំរុញចិត្តឲ្យដូច្នេះនោះទេទាំងដែលពុកនិងម៉ែកូនកំពុងតែល្អនឹងគ្នាខ្ញុំគិតថាមិនមានអីមកបាំងមុខពុកទេតែជាចេតនារបស់ពុកដែលចង់ធ្វើរឿងនោះឡើងមកខ្ញុំនិងម៉ែរស់នៅវេទនាជាស្រីមីម៉ាយចិញ្ចឹមកូនតែម្នាក់ឯងរីឯឪពុកបែរជាមានប្រពន្ធថ្មីចិញ្ចឹមប្រពន្ធកូនថ្មីភ្លេចកូនម្នាក់នេះទៅហើយទឹមមកនឹកនាពេលពុកមានជំងឺនេះទេកូនប្រុសកុំចឹងអីណាកូនពុកមកសួរសុខទុក្ខទេកុំរំលឹកពីរឿងចាស់អីណានាំតែកង្វល់នៅក្នុងចិត្តនោះទេបដ ឲ្យវាចប់ទៅណាកូនយើងក៏លេងដូចមុនដែរពុករបស់កូនគ្រាន់តែចង់មើលមុខកូនតែប៉ុណ្ណោះមុននឹងអ្វីត្រូវហួសពេលកូនគេមានចិត្តខឹងវាជារឿងត្រឹមត្រូវហើយព្រោះខ្ញុំធ្លាប់បានធ្វើរឿងមិនគប្បីចំពោះកូនសមហើយដែលកូនត្រូវខឹងនោះពុកលាសិនហើយណាកូនខ្ញុំលាហើយណាអ្នកចាលាហើយណាអ្នកអ្នកជាឪពុកបានចាក់ចេញទៅស្របពេលដែលម្ដាយបានបន្លឺឡើងពេលទំនេរម៉ែគិតថាយើងគួរតែទៅសួរសុខទុក្ខពុកកូនអស់ផ្ទះតែម្ដងទៅពុកកូនរស់បានត្រឹមតែ6ខែទៀតនោះទេគាត់នឹងត្រូវលាយើងរហូតហើយរឿងដែលកន្លងមកនោះកូនគួរតែបំភ្លេចវាឲ្យអស់ទៅទោះបីជាយ៉ាងណាក៏គាត់ជាឪពុកកូនមានគាត់ទៅមានកូនមកដល់សពថ្ងៃនេះទោះបីជាគាត់មិនបានចិញ្ចឹមបីបាច់កូនឲ្យធំធាត់មានចំណេះជំនាញក៏ដោយក៏ត្រូវតែគោរពពុកកូនផងណាបានចាំពេលទំនេរខ្ញុំនឹងនាំម៉ែទៅសួរសុខទុក្ខគាត់ល្អណាស់កូនទៅបន្ទប់បានហើយបានម៉ែខ្ញុំទៅបន្ទប់ខ្ញុំហើយសុក្រិតចូលទៅក្នុងបន្ទប់ភ្លេតគេក៏បានបន្លឺឡើងទាំងអស់នេះជាកម្មពៀរដែលពុកត្រូវទទួលមែនទេព្រោះតែពុកធ្លាប់បោះបង់ខ្ញុំនិងម៉ែដល់វេនកម្មគាត់ហើយហីនាថ្ងៃបន្ទាប់នៅក្នុងកសិដ្ឋានរីណាសម្អាតទ្រង់មាន់រួចរាល់បាញ់ទឹករួចរាល់សុក្រិតមកដល់គេក៏បានសួរទៅកាន់នាងភ្លេតរីណាមួយរយៈនេះរីណាអញចេះតែយ៉ាងម៉េចទៅបានចំណាំរឿងសយមកឲ្យខ្ញុំរហូតអញ្ចឹងមានគិតអីអាក្រក់ទៅលើអ្នកណាដែរទេបានជារឿងសយចម្លែកកើតឡើងឥតឈប់ឈរអញ្ចឹងនោះចាវ៉ៃខ្ញុំមិនដឹងអ្វីទេខ្ញុំក៏មិនបាននាំសយដែរចាវ៉ៃកុំចេះតែនាំភ្លើងអីណែខ្ញុំធ្វើការយកតែប្រាក់ខែប៉ុណ្ណោះមិនបានប៉ងគិតអាក្រក់
អ្វីឡើយចេះតែមកចោទប្រកាន់មនុស្សខ្លួនឯងទៅកើត ខ្ញុំសួររីណាព្រោះក្នុងរយៈពេលមួយថ្ងៃរីណាធ្វើឲ្យពងមន់ពងទាជាច្រើនត្រូវខូចខ្ទេចខ្ទីអស់នោះបើមិនមែនហៅថាសុយតែហៅថាស្អីទៅវិញពេលខ្លះក៏ដោយសារតែរីណាគិតមិនល្អចំពោះអ្នកដទៃដែរទើបធ្វើឲ្យកម្មអាក្រក់ត្រូវធ្លាក់មកលើរីណាខ្លួនឯង កុំចេះតែចោទអីណាចៅហ្វាយធ្វើទូនាទីជាចៅហ្វាយនេះឲ្យបានល្អទៅចេះដឹងរឿងផ្លូវក្នុងផ្លូវក្រៅរបស់កូនចៅរកអីទៀតពិបាកមែនធ្វើដល់ទៅជាចៅហ្វាយគេហើយនៅតែមិនដឹងពីរបៀបធ្វើទៀតបើពិបាកធ្វើជាចៅហ្វាយមែនណាលើកខ្ញុំឲ្យធ្វើជាចៅហ្វាយនេះតែម្ដងទៅខ្ញុំនឹងចង្អុលបង្ហាញថាត្រូវធ្វើបែបណាខ្លះ សួរទៅនៅឆ្លៀតផ្ចាញ់ផ្ចាលបានទៀតខ្ញុំតអត់អំបានខ្ញុំដកចោលហើយណា បើសិនជាចង់ដកខ្ញុំចោលនោះព្រោះតែខ្ញុំនិយាយការពារខ្លួនឯងណាហើយចោះដកក៏ដកទៅខ្ញុំអត់ខ្វល់ទេ តមាត់ណាស់ខ្ញុំមកសួរនាំព្រោះតែយល់តែយើងជាមនុស្សនៅក្រោមបង្គាប់បើសិនជាមិនមែនមនុស្សដែលធ្វើការជាមួយខ្ញុំគិតតែខ្ញុំទៅខ្វល់ជាមួយមិនមែនសំបីតមុខក៏ខ្ញុំមើលផង មិនសំបីតែមើលមកបានន័យថាឆ្មាំងហើយដែលមានបានហើយនោះបែរជាធ្វើលេងស្គាល់អ្នកស្រុកអ្នកភូមិចៅហ្វាយពិតជាសាហាវមែនសាហាវពេកហើយ ទេខ្ញុំដូចជាមិនបានតែធ្វើអីផងកុំនិយាយអញ្ចឹងមើលខ្ញុំអត់និយាយលេងទេណាបើនៅតែតមាត់ទៀតដកចោលឲ្យឈប់ធ្វើការនៅទីនេះតែម្ដងកុំចេះតែតមាត់ជាមួយចៅហ្វាយនាយពេកជាចៅហ្វាយនាយមិនមែនជាកូនចៅក្រោមបង្គាប់នោះទេ សុំតោះចេះខ្ញុំលែងហ៊ានតមាត់ទៀតហើយសុំទៅធ្វើការបន្តដូចគ្នាលីហើយចេះកុំមកតាមសួរនាំខ្ញុំទៀតថាចប់ហើយនាងក៏បានដើរចេញទៅផ្លេត កូនចៅមួយនេះខ្មើតលើសគេគ្មាននរណាប្រៀបដូចទេ នាពេលរសៀលមនុស្សនៅក្នុងកសិដ្ឋានកំពុងតែមមាញឹកជាមួយការចាប់មាន់ដាក់ឡានដឹកជញ្ជូនចេញទៅទីផ្សារស្របពេលដែលកំពុងតែមមាញឹកដូច្នេះហើយក៏មានអ្នកនៅឈរមើលនិងឈរបញ្ជា ឲ្យញាប់ដៃញាប់ជើងបន្តិចមើលប្រយ័ត្នមេឃល្ងិតណាខ្ញុំពិបាកដឹកចេញណាស់ឡានវាស្ទះច្រើនខ្លាចមួយស្ដីបន្ទោសទៀតខ្ញុំដឹងតែស្ពឹកមុខមិនខានទេ បើចង់លឿនហេតុអីបានជាមិនជួយគ្នានៅឈរមើលអញ្ចឹងមិនអាចជួយអ្វីបានទេតើទៅជួយគ្នាជញ្ជូនដាក់ឡានធ្វើស្រោដដៃគ្នាបើសិនជាម្នាក់គិតតែឈប់បញ្ជាម្នាក់ទៀតកំពុងតែធ្វើនោះតើវាអាចលឿនដូចចិត្តដែរទេ តែខ្ញុំជាអ្នកបើកឡានដឹកជញ្ជូនទំនិញទៅទីផ្សារខ្ញុំហត់នឿយណាស់ដឹកជញ្ជូនមិនមែនចិត្តទេណាដូច្នេះខ្ញុំឈរមើលដើម្បីយកកម្លាំងទុកដឹកជញ្ជូនវិញប្រសើរជាង បើអញ្ចឹងមិនបាច់បញ្ជាមិនបាច់រអ៊ូអីទេបើកិនអញ្ចឹងតដែរនោះអ្នកផ្សេងទៀតគេខំធ្វើស្រោដដៃគ្នាណាតែខ្លួនឯងឈរអត់ប្រយ័ត្នហើយថែមទាំងបញ្ជាធ្វើមើលតែជាអ្នកដែលបើកប្រាក់ខែឲ្យមនុស្សរាល់គ្នានៅទីនេះអញ្ចឹង ហើយមិនក៏មកស្ដីបន្ទោសថែខ្ញុំអញ្ចឹងតានាងចេតនាគិតតែខ្លួនឯងជាប្រពន្ធរបស់ចៅហ្វាយមែនខ្ញុំមិនតែខ្លាចនាងទេយើងត្រឹមជាបុគ្គលិកធ្វើការយកប្រាក់ខែគេដូចគ្នាហ្នឹងកុំមកចង់ស្ដីលើក្បាលខ្ញុំ ខ្ញុំមិនបាននិយាយឡើយថាខ្ញុំជាប្រពន្ធចៅហ្វាយនាងនោះតែខ្ញុំនិយាយប្រាប់ឲ្យល្អទេជួយគ្នាទៅវានឹងឆាប់រួចរាល់បើសិនជាឯងឈរនៅម្ដុំនោះគឺមិនងាយឡើយហើយខ្ញុំក៏មិនចង់និយាយច្រើនជាមួយឯងដែរខ្លាចថាធ្វើការមិនហើយងាយ បើដឹងខ្លួនទៅធ្វើទៅកុំនៅជជែកជាមួយខ្ញុំទៀត នាពេលជាមួយគ្នានោះសុក្រិតបានដើរមកដល់ព្រមទាំងបន្លឺឡើង តែមានរឿងអីហេតុអីក៏ចាំបាច់ត្រូវប្រកែកគ្នាដែរជាអ្នកធ្វើការជាមួយគ្នាសោះមិនគួរណាប្រកែករកឈ្នះចាញ់អញ្ចឹងទេវាមិនចំណេញអីតតែសោះរីណាបន្ទោសខ្ញុំតាំងតែខ្ញុំប្រឹងធ្វើការសឹងអីទៅហើយតែនាងល្អដូចជាខ្មុំអញ្ចឹង ខ្ញុំរអ៊ូស្អីខ្ញុំគឺឯងទេដែលឈររអ៊ូមិនជួយអ្នករកគ្នានោះហើយនៅឆ្លៀតបន្ទោសអ្នកដតីលើកដាក់កំហុសឲ្យពលជើងបានទៀតចៅហ្វាយគេអាងថាគេជាអ្នកបើកបរអញ្ចឹងហើយគេមិនអាចជួយពលជើងក្នុងការជញ្ជូនអីវ៉ាន់ដាក់លើឡានបានឡើយគេចាប់តែដឹកទៅស្រាប់ទេ ចៅហ្វាយកុំជឿនាងខ្ញុំខំប្រឹងធ្វើការសឹងអីហ្នឹងតែនាងវិញទេដែលឈរមើល ចៅហ្វាយបើមិនជឿទេណាសួរអ្នកនៅទីនេះបានខ្ញុំមិនបានកុហកទេតែគេទៅវិញទេដែលជាអ្នកកុហកនោះ អ្នកដែលនៅទីនេះនិយាយមកមើលតើដូចដារីណានិយាយដែរទេ រំពេចនោះអ្នកដែលនៅទីនេះទាំងអស់គ្នាក៏បានស្រែកបន្ទោគ្នាបណ្ដាលឲ្យនីតុងត្រូវស្ពឹកមុខតែម្ដង ហេតុអីបានជាមិនជួយគ្នាយើងធ្វើការនៅកន្លែងតែមួយឯងគួរតែជួយគេផងកុំគិតថាឯងជាអ្នកបើកបរគិតតែឈរចាំមើលមិនជួយអ្នកដទៃនោះតើអាត្មាណាទៅរួចរាល់ឆាប់ជួយគ្នាទៅនឹងឆាប់បានដឹកចេញទៅឲ្យម៉ួយបាទចៅហ្វាយ
និយាយហើយពួកគេបានជួយគ្នាម្នាក់មួយដៃម្នាក់មួយជើងនីតុងក៏បានបើករថយន្តចាក់ចេញទៅហើយដល់ម៉ោងដែលត្រូវចាក់ចេញទៅផ្ទះដូចគ្នារីណាបំរុងចាក់ចេញពីក្នុងកសិដ្ឋានស្របពេលដែលឌីណាជិះម៉ូតូមកឆាប់នាងប៊ីតែដួលទៅហើយអីឯងជិះម៉ូតូមកចេះមើលទេអីប៊ីតែដួលខ្ញុំទៅហើយណាខ្ញុំមិនដឹងទេវាជារឿងរបស់ឯងដួលផ្កាប់មុខស៊ីដីក៏ជារឿងរបស់ឯងដែរតើមានរឿងអីដែលពាក់ព័ន្ធជាមួយខ្ញុំនោះតែឯងជាអ្នកបង្កហេតុបើខ្ញុំចាំមិនចាំទៅនោះឯងត្រូវតែទទួលខុសត្រូវផ្លូវមនុស្សជិះម៉ូតូតែឯងដើរផ្លូវខ្លួនឯងទេនិយាយចឹងបានទៀតឯងធ្វើខុសហើយមិនចង់ទទួលខុសទេអីវាជាកំហុសរបស់ឯងទាំងស្រុងគ្រាន់តែសុំទោសមួយម៉ាត់នោះវាមិនខាត់អីទេហើយក៏មិនធ្ងន់ដែរគ្រាន់តែពេលសុំទោសតែប៉ុណ្្នឹងនោះយើងមិនសុំទោសទុកឲ្យវារួចគ្នាទៅដូចថ្ងៃមុនដែលឯងធ្វើឲ្យពងមាត់ខ្ញុំបែកខ្ទេចម្ដងម្នាក់ទេនិយាយចប់ហើយឌីណាបានជិះម៉ូតូចាក់ចេញទៅត្រីសោយរហូតហើយសង្ស័យតែទៅរកកាត់ឆុងចេញម្ដងហើយមកទៅនោះឌីណាបានចាក់ចេញពីកន្លែងធ្វើការដើម្បីទៅផ្ទះតែកប់ជួនអ្វីម្ដាយរបស់ស៊ូក្រិតកំពុងតែអង្គុយនៅក្នុងខ្ទមក៏ខ្យល់ឲ្យស៊ូក្រិតឈឺស្អីមិនប្រាប់ម៉ែទេតតែខ្យល់ក្រហមពេញខ្លួនចឹងនោះទៅបានស្រែកហៅម៉ែឲ្យមកកោះខ្យល់ឲ្យធំបណ្ណាបណ្ណៃហើយនឹងកូនម្ដាយខ្ញុំមិនចង់រំខានម៉ែប្រមាណនោះទេម៉ែចាស់ហើយខ្ញុំមិនចង់ឲ្យម៉ែចុកដៃដែលត្រូវមកកោះខ្យល់ឲ្យខ្ញុំទេម៉ែជាម្ដាយគ្រាន់តែរឿងប៉ុណ្្នឹងសោះកូនប្រុសមានតែមួយទេបើបដ ாய் ឲ្យឈឺស្លាប់ទាំងនៅកំឡោះដោយមិនទាន់បានប្រពន្ធនោះដូចជាមិនសមឡើយណែចាំយកប្រពន្ធសិនទៅណាកូនបើចង់ឈឺទុកឲ្យស្លាប់ដោយមិនប្រាប់ម្ដាយនោះម៉ែអើយមិនក៏ដល់ថ្នាក់ហ្នឹងខ្ញុំជាកូនម៉ែខ្ញុំក្រែងចិត្តម៉ែដែលខ្ញុំកំឡោះស្ដោកទៅហើយពេលឈឺជាត្រូវរំខានម៉ែរំខានស្អីបើម៉ែជាម៉ែដែលបង្កើតកូនមកហើយចិញ្ចឹមកូនតម្រាំតែធំមើលថែពេលឈឺជាមកឆ្អែតហើយទោះបីជាកូនធំពេញវ័យហើយនោះក៏ម៉ែនៅតែបារម្ភពីសុខទុក្ខកូនជានិច្ចណាបានម៉ែជំរាបសួរមិញណែក្មួយស្រីសោះទៅផ្ទះវិញហើយមែនអីក្មួយមើលចវាយក្មួយឯងចោះចំណាស់នេះហើយម៉ែក៏ខ្យល់ឲ្យនៅតែស្រែកតវ៉ាទៀតមិនចេះខ្មាស់គេសោះព្រោះតែខ្ញុំឈឺទៅខ្ញុំស្រែកនរណាទ្រាំបានយូរជាមួយការកោសខ្យល់នេះនោះរីណាទៅផ្ទះបានហើយមិនបាច់ទៅចាំសួរនាំជាមួយម៉ែខ្ញុំទេមិនចង់ឲ្យខ្ញុំនៅព្រោះតែខ្លាចខ្មាស់ខ្ញុំមែនទេឬក៏ខ្លាចខ្ញុំចូលរឿងនេះទៅប្រាប់អ្នកផ្សេងនោះទៅផ្ទះឲ្យបាត់ទៅរីណាកុំនៅចំអកឲ្យខ្ញុំអីខ្ញុំជាចវាយនាយរបស់រីណាណាមិនមិត្តភក្តិទេនិយាយអញ្ចឹងព្រោះតែចវាយខ្មាស់មែនក៏ឲ្យអស់សម្ដេចណាខ្ញុំនឹងយករឿងនេះទៅប្រកបប្រកាសប្រាប់អ្នកផ្សេងថាចវាយយំស្រែកពេលម៉ែក៏ខ្យល់ឲ្យរីណាកុំប្រាប់អ្នកណាឲ្យសោះណាវាជារឿងផ្ទាល់ខ្លួនរបស់ខ្ញុំទេរីណាគួរទៅផ្ទះឲ្យងូតទឹកដេកទៅកុំចេះដឹងរឿងចវាយនាយពេកតិចអត់បើកលុយឲ្យឥឡូវហ្នឹងចវាយនាយជាអ្នកបើកលុយឲ្យណាកុំចង់មកនិយាយចំអកមកលើចវាយនាយឲ្យសោះកូនប្រុសគ្នាគ្រាន់តែនិយាយធម្មតាសោះព្រោះកូននឹងដូចអីដែលក្មួយស្រីបាននិយាយពិតមែនកូនស្រែករហូតពេលដែលម៉ែកោះខ្យល់ឲ្យធ្វើមើលតែជាកូនក្មេងចវាយរបស់ខ្ញុំចំពេលដែលម៉ែកោះខ្យល់ឲ្យដំណឹងក្តៅខ្ញុំទៅសិនហើយណាខ្ញុំនឹងប្រកាសប្រាប់គ្រប់គ្នារីណារត់ចេញទៅវិញឆាប់មកវិញមកកុំយករឿងនេះទៅប្រាប់គេណាវាជារឿងខ្មាស់អៀនរបស់ខ្ញុំរីណាកុំប្រាប់គេឲ្យសោះឮទេអើយកូនប្រុសកូនកុំកាត់ច្រើនពេកវាគ្មានអីគួរឲ្យខ្មាស់គេទេមិនមែនមានតែយើងផងនឹងដែលកោះខ្យល់ហើយស្រែកនោះមានអ្នកផ្សេងច្រើនទៀតណាកូនទុកថានេះជាការជជែកសប្បាយយើងក៏បានបន់ផងណាពេលយើងធ្វើឲ្យអ្នកដតីសើចសប្បាយនោះជាងនាំទុកដល់អ្នកដតីខ្ញុំគិតដូចម៉ែក៏បានដែរនាថ្ងៃបន្ទាប់នៅក្នុងកសិដ្ឋានកម្មករជាច្រើនកំពុងតែបរិភោគអាហារថ្ងៃត្រង់របស់ពួកគេដោយបានជជែកគ្នាផងដែរមិននឹកស្មានសោះថាចវាយនៅយំពេលដែលម្ដាយកោះខ្យល់ឲ្យមីងកុំនិយាយអញ្ចឹងសំបីតែខ្ញុំក៏ស្រែកដែរម៉ែខ្ញុំចាស់មែនតែកម្លាំងដៃគាត់កោះខ្យល់ឲ្យខ្ញុំសឹងតែដាច់សាច់ជាដុំមកខ្ញុំស្រែករកពធតរហូតហ្នឹងអូយក្មេងៗប៉ាត់ជាមិនសូវពូកែទ្រាំមែនមិញកុំនិយាយដាំចវាយអីណាគាត់កំពុងតែដើរមកហើយបើគាត់បានលឿននោះខ្ញុំដឹងតែមិនរួចខ្លួនទេអើយមិញឈប់និយាយហើយចវាយបានលឺខ្លាចថាគាត់នឹងអន់ចិត្តជាមួយយើងរាល់គ្នា
សុក្រិតបានដើរមកដល់កន្លែងដែលអ្នកគ្រប់គ្នាកំពុងតែហូបបាយ បាញ់មិញខ្ញុំដូចជាលឺអ្នកណានិយាយអីមែនអូអត់បាននិយាយអីណាច្បាយខ្ញុំទៅរកងូតទឹកហូបបាយសិនហើយលាតមុនហើយបាន នីតុងប្រញាប់ចាក់ចេញទៅភ្លាមក្មួយឯងប្រញាប់ទៅណាចាំមិញផងអ្នកច្បាយមិញទៅសិនហើយណារីណាមិញទៅមុនហើយណាក្មួយមិញជួនបានចាក់ចេញទៅម្នាក់ទៀតខណៈដែលសុក្រិតក៏បានសួរនាំឡើង រីណានិយាយប៉លើសអីខ្លះប្រាប់គ្រប់គ្នានៅទីនេះនិយាយតាមហេតុការណ៍បានតែបើនិយាយលើសលប់ខ្ញុំខឹងខានទេ ច្បាយខ្ញុំមិនបាននិយាយលើសអីទេខ្ញុំនិយាយតាមតែមើលឃើញកាលពីម្សិលមិញនេះថាច្បាយស្រែកយំពេលដែលម៉ែកោះខ្យល់តែវាមិនមែនជាការប៉ັດទេ វាជាការពិនតែខ្ញុំនៅតែខ្មាស់ដដែលឈប់និយាយរឿងនេះប្រាប់អ្នកដទៃទៅខ្ញុំមិនចង់ឲ្យអ្នកផ្សេងនិយាយទៀតទេណាកុំថាខ្ញុំមិនបានប្រាប់ណាបើរីណានៅតែនិយាយទៀតខ្ញុំចាប់នាងថើបហើយ ច្បាយតែហ៊ានជាមួយខ្ញុំណាខ្ញុំវាយបាច់មុខហើយខ្ញុំមិននិយាយលេងទេប្រាប់ឲ្យដឹងផងទៅទោះបីជាច្បាយក៏ខ្ញុំវាយដែរបើហ៊ានប្រហែលជាមួយខ្ញុំនោះ បើអញ្ចឹងកុំនិយាយលេងសើចពីរឿងខ្ញុំទៀតខ្ញុំក៏មិនចូលចិត្តដែរអត់ប្រាប់ទៀតទេណាតែខ្លាំងអនុវត្តតែម្ដង ច្បាយសាក់មើលទៅខ្ញុំវាយមែនណា ចាំតែខ្លាចតើខ្ញុំបើហ៊ាននិយាយក៏ហ៊ានធ្វើហើយ សុក្រិតស្រាប់តែអនុវត្តពិតមែនដោយថើបលើរីណាខណៈដែលរីណាក៏បានដល់មុខសុក្រិតភ្លាមដូចគ្នា អូយលេងមែនទែនដល់ច្បាយខ្លួនឯងផង អើយមកពេលច្បាយប្រហែលនឹងណាខ្ញុំមិននៅធ្វើការទៀតទេមនុស្សស្អីឆ្លៀតឱកាសបែបនេះហើយខ្ញុំមិនចង់ឃើញមុខទៀតទេហើយ រីណាខ្ញុំធ្វើលេងទេមកវិញមកកុំចាត់ច្រើនពេកអីណាខ្ញុំមិនទាន់បានអីបន្តិចផង រីណាមកដល់ផ្ទះវិញប្រមូលសម្លៀកបំពាក់ដាក់បោកខណៈដែលឪពុករបស់នាងមិនបានស្រវឹងស្រាឡើយថ្ងៃនេះអ្នកដែលជាឪពុកនោះក៏បានសួរទៅកាន់កូនស្រី មីអូនប្រមូលទាំងខោអាវអត់ទាន់ស្លៀកយកមកបោកអញ្ចឹងហ្មងឯកូនហើយកូនឯងត្រូវអ្នកណាគេបោកចិត្តមែនទេធ្វើដូចជាខឹងចិត្តណាស់អញ្ចឹងកូនឯងនេះ ខ្ញុំខឹងចិត្តតិចណាពុកមិនប្រសាស្រាទៀតទេពុកចង់បានប្រាក់ដែរទេខ្ញុំឲ្យពុកយកទៅទិញស្រាពុកចង់បានប្រមាណដែរទេខ្ញុំចង់ផឹកស្រាជាមួយពុកដែរតើពុកទៅរកស្រាពីអ្នកខ្ញុំទៅ មីអូនកុំឆេវឆាវពេកពុកមិនឲ្យឯងផឹកស្រាទេកូនឯងជាមនុស្សស្រីហើយកូនឯងក៏ស្អប់គ្រឿងស្រវឹងដែរកុំប៉ះពាល់អីណាកូនពុកមិនចង់បានលុយកូនដែលធ្វើការហត់នឿយយកទៅទិញស្រាផឹកហើយស្រវឹងប៉ោឡែអត់ប្រយោជន៍ទៀតនោះទេពុកផ្អាកតាមការសុំរបស់កូនហើយកូនកុំចង់ទៅសាកវាជំនួសពុកអីណាកូនស្រីយើងត្រឡប់មកត្រូវគ្នាដូចដើមវិញទៅណាកូនណា ពុកប្រកាសចិត្តឲ្យមែនទេថាបដិញ្ញាឈប់ពិសាស្រានោះ ពុកប្រកាសចិត្តឲ្យកូនពុកមិនផឹកទៀតទេពុកអាណិតកូនដែលប្រឹងរកលុយតែពុកគិតតែពីផឹកស្រាកូនស្រីពុកលំបាកហើយមិនសនុកដោយកូនគេសោះ បានលើអញ្ចឹងខ្ញុំសប្បាយចិត្តវិញហើយខ្ញុំនឹងបានសល់ប្រាក់ទុកសម្រាប់ប្រើការលើអ្វីផ្សេង ពុកទៅក្នុងផ្ទះហើយណាកូនស្រីឈប់បញ្ចេញកំហឹងជាមួយសម្លៀកបំពាក់ទៀតតើកូន ចាប់ពុកអ្នកដែលជាឪពុកក៏បានចូលទៅក្នុងផ្ទះភ្លេតខណៈដែលសុក្រិតក៏បានមកដល់ផ្ទះនាងដូចគ្នា រីណាខ្ញុំមកសុំទោសចំពោះរឿងដែលបានកើតឡើងនាងកំខឹងអីណាយើងត្រឡប់ទៅដូចដើមវិញទៅតើបានទេខ្ញុំសុំទោសខ្ញុំមិនធ្វើអញ្ចឹងទៀតទេរីណាកំខឹងអីណាច្បាយម្នាក់នេះមកសុំទោសហើយយើងត្រូវគ្នាវិញទៅណ អត់ចឹងខ្ញុំមិនត្រូវគ្នាជាមួយវិញទេដាច់ខាត់គឺអត់តែម្ដងមនុស្សបែបនេះមិនចង់យកខ្លួនក្បែរឡើយជាច្បាយអញ្ចឹងនោះអត់ចង់ប៉ះសោះតែម្ដង មិនសុំទោសក្នុងនាមជាច្បាយនេះក៏បានដែរខ្ញុំសុំទោសក្នុងនាមជាមនុស្សដែលស្គាល់គ្នាបងសុំទោសណារីណាអូនលើកលែងបងម្ដងទេ សុកមកឲ្យខ្ញុំអូនអញ្ចឹងកាត់ស្អីមែនទេ លើកលែងឲ្យបានឬក៏អត់បើសិនជាបងសុំទោសហើយបងចង់សុំធ្វើជាសង្សារទៀតកុំឲ្យពិបាកធ្វើជាច្បាយនឹងកូនចៅទៀតអីមកធ្វើជាសង្សាររបស់ច្បាយម្ដងទៅ ប៉ាត់មែនទេ មែនតាធ្វើជាសង្សារជាមួយបងច្បាយដូចបងគឺសង្សាររបស់អូនហើយយល់ព្រមហើយបញ្ឈប់កំហឹងនេះទៅណា ហើ
ឈប់ខាងហើយអញ្ចឹងលើកតួនាទីពីកូនចៅទៅជាសង្សាររបស់ចៅវាយអញ្ចឹងសុកចិត្តឈប់ខាងសិនចាស់ដើម្បីស្ដារមុខមាត់ដែលមានសង្សារសង្ហាអញ្ចឹងការប៉ັດទៅខ្ញុំក៏មិនចង់ដែរបើមិនមែនជាម្ចាស់កសិដ្ឋានធំអញ្ចឹងនោះ ដើម្បីអូនយ៉ាងណាក៏បានដែរឲ្យទៅពៅបាត់ខឹងយើងទៅធ្វើការជាមួយគ្នាវិញមានតួនាទីខុសពីមុនដូចគ្នា ប្រាក់ខែចាំមិនដែរ ប្រាក់ខែឡើងគុណទ្វេឲ្យទៅព្រមទៅជាមួយគ្នា មិនមែនមកលុយទេតែខ្ញុំស្រឡាញ់លុយចាព្រមទៅវិញជាមួយក៏បាន ល្អណាស់អញ្ចឹងតែរឿងពួកយើងដឹងឮត្រឹមពុកម៉ែយើងសិនហើយចាំប្រកាសឲ្យគ្រប់គ្នាដឹងតាមក្រោយ អូខេចារីណាបានត្រឡប់ទៅវិញជាមួយសុក្រិតដោយក្នុងនាមជាសង្សារដែលដឹងឮដល់ឪពុកម្ដាយទាំងសងខាងហើយក៏បានឡើងប្រាក់ខែកើនទ្វេលើមុនទៀតផង